ពេលនេះ Luffy ហើយនិង Zoro ចង់ធ្វើដំណើរទៅតំបន់ Grand Line ប៉ុន្តែពួកគេទាំងពីរគ្មាននរណាជាមើលទិសតំបន់នេះទេគេតែបដាខ្លួនតាមខ្យល់ចឹងទៅឥឡូវពួកគេឃ្លានខ្លាំងណាស់មិនដឹងទៅរកអីញ៉ាំនៅណាទេពេលនោះពួកគេបានឃើញសត្វស្លាបមួយហើយនៅលើមេឃហើយ Luffy មានគំនិតចង់ចាប់សត្វស្លាបនោះញ៉ាំដល់ពេលយកខ្លួនឯងធ្វើជាជំពាមបាញ់ទៅមិន Luffy ចាប់សត្វនោះទេគឺសត្វនោះបានចាប់ Luffy វិញពេលឃើញចឹង Zoro ក៏ប្រញាប់អុំទូកតាមទៅជួយហើយនៅតាមផ្លូវគាត់បានអនុញ្ញាតឲ្យចៅសមុទ្រ3នាក់ដែលកំពុងតែបដាខ្លួនតាមទឹកតោងទូករបស់គាត់ពេលបានឡើងទូកហើយស្រាប់ពីចៅសមុទ្រ3នាក់នោះចង់ផ្លាន់ Zoro តែត្រូវបាន Zoro វាយឡើងទូកហើយប្រាយចៅទូកវិញម្ដងចៅសមុទ្រ3នាក់នោះបានប្រាប់ Zoro ថាពួកគេគឺជាកូនចៅរបស់ចៅសមុទ្រឈ្មោះ Baki នឹងតែងខ្លួនដូចទួលធ្លាប់តែគេហៅថា Clown ហើយគាត់ក៏ធ្លាប់បានញ៉ាំផ្លែឈើពិសេសមួយដែរបន្ទាប់មកសាច់រឿងបានកាត់ទៅមើលនារីម្នាក់ដែលនៅក្នុងដៃរបស់នាងមានកាន់ផែនទីហើយមានកូនចៅរបស់ Baki ជាច្រើនបានតាមយកផែនទីពីនាងទៅវិញកាត់ទៅមើលនៅជំរំរបស់ Baki វិញមានគេមើលឃើញសត្វស្លាបពណ៌ Luffy ហោះនៅលើមេឃពេលនោះ Baki បានព្យាកូនចៅរបស់គាត់បាញ់មួយតម្នាក់យកមកតែអត់ប្រេសត្វស្លាបទេត្រូវទៅ Luffy បន្ទាប់ពីធ្លាក់ដល់ដី Luffy បានជួបជាមួយនាងស្រីម្នាក់ដែលកូនចៅរបស់ Baki កំពុងតែដេញតានពេលនោះនាងបានហៅ Luffy ថាមេហើយក៏រត់ចេញទៅមុនដល់ពេលអញ្ចឹងកូនចៅរបស់ Baki ស្មានតែ Luffy ជាបាក់ពួករបស់នាងក៏ព្យាយាមកាត់គាត់តែត្រូវបាន Luffy វាយឡើងទូបន្ទាប់មកនារីមុននោះបានត្រឡប់មកជួប Luffy វិញហើយប្រាប់ Luffy ថានាងឈ្មោះ Nami ពេលនោះនាងចង់បបួល Luffy ធ្វើការជាមួយនាងព្រោះនាងឃើញ Luffy ខ្លាំងតែ Luffy ឃ្លានខ្លាំងណាស់អត់មានអារម្មណ៍ចង់និយាយរឿងការងារអីទេដល់ពេលអញ្ចឹងតែ Nami ក៏នាំ Luffy ទៅញ៉ាំអីនៅផ្ទះធំមួយដែលនាងស្នាក់នៅបណ្ដោះអាសន្នមនុស្សនៅផ្ទះនោះបានរត់អស់ហើយដោយសារតែពួកគេខ្លាចចោលសមុទ្រ Baki ពេលនោះ Nami បានប្រាប់ Luffy ថានាងត្រូវការលុយចំនួនយ៉ាងច្រើនរហូតដល់ Brilliant Belly ប៉ុន្តែនាងប្រាប់ Luffy ថាយកលុយទៅធ្វើអីទេគ្រាន់តែនាងចង់ប៉ឹង Luffy ឲ្យជួយការពារនាងព្រោះនាងចង់ចូលទៅក្នុងតំបន់ Grand Line Nami មានផែនទីហើយនាងបកកែមើលទិសដៅខ្លាំងណាស់នៅពេលដែលដឹងថា Nami ជាមើលទិសដៅនិងជាមើលផែនទីអញ្ចឹង Luffy ក៏បបួល Nami ចូលក្រុមជាមួយគាត់វិញព្រោះ Nami ដឹងថា Luffy គឺជាចៅសមុទ្រតែពីដើមមក Nami ស្អប់ចៅសមុទ្រខ្លាំងណាស់ហើយនាងដើរលួចទ្រព្យសម្បត្តិតែពីចៅសមុទ្រទេនៅពេលនោះ Nami ធ្វើជាព្រមចូលក្រុមជាមួយនឹង Luffy តែ Luffy ត្រូវជួយធ្វើការនាងមួយសិនការងារនោះគឺនាងចង់ឲ្យ Luffy សម្ដែងធ្វើជាមេរបស់នាងដើម្បីទៅជួប Baki ពេលទៅដល់នាងបានប្រកួតផែនទីឲ្យ Baki វិញហើយប្រាប់ Baki ថា Luffy ដែលជាមេរបស់នាងវាជានាងធ្វើទេឥឡូវនាងបានក្បត់មេរបស់នាងហើយព្រោះនាងចង់ចូលក្រុមជាមួយ Baki តែពិតគោលបំណងរបស់ Nami គឺចង់រកឱកាសដើម្បីលួចទ្រព្យសម្បត្តិរបស់ Baki តែប៉ុណ្ណោះបន្ទាប់មក Baki បានបកកាយកូនចៅគាត់រៀបចំពិធីជប់លៀងមួយដើម្បីទទួលសមាជិកថ្មីពេលនោះពួកគេ Pepsi សប្បាយចិត្តខ្លាំងណាស់ហើយដើម្បីញ៉ាំអង្គកម្មវិធីកាន់តែថតថម Baki បានឲ្យកូនចៅរបស់គាត់បញ្ចេញយកភ្លើងធំទៅបាញ់ផ្ទះប្រជាជនលេខឲ្យជាច្រើនខ្នងពេលឃើញចឹង Nami មានអារម្មណ៍ថាសង្វ័យក្នុងចិត្តខ្លាំងណាស់ពេលនោះ Baki បាននិយាយថាគាត់នឹងប្រើកំភ្លើងធំនោះដើម្បីធ្វើជាស្ដេចនៅក្នុងតំបន់ Grand Line ហើយពេលលេងចឹង Luffy ក៏ប្រកែកចាច់ថាគាត់ទៅជាអនាគតស្ដេចនៅតំបន់ Grand Line បន្ទាប់មក Baki ចង់ជលក់មាត់ជាមួយនឹង Luffy ទេគាត់បានប្រើ Nami ឲ្យប្រើកំភ្លើងធំមិនសម្រាប់ Luffy ចោលតែម្ដងនៅពេលនោះ Nami ពិបាកសម្រេចចិត្តណាស់ព្រោះបើសិនជានាងមិនសម្លាប់ Luffy ទេគេនឹងសម្លាប់នាងចោលដល់ពេល Nami ឆោតត្រង់យូរពេកមានកូនចៅរបស់ Baki ម្នាក់ចូលមកឲ្យកញ្ឆែកំភ្លើងធំជំនួស Nami នៅពេលនោះ Nami មិនអាចទ្រាំឈរមើលបានគាត់ដកដបង3កណាត់ចេញពីជើងរបស់នាងសំពងអាម្នាក់នោះឡើងសន្លប់បន្ទាប់មកនាងបានប្រើដៃរបស់នាងទៅព្យាយាមផលិតកញ្ឆែវិញបណ្ដាយនាងរលាកដៃឈឺចាប់យ៉ាងខ្លាំងក្នុងពេលជាមួយគ្នាមានចៅសមុទ្រ3នាក់លោតមកវាយប្រហារនាងពីក្រោយតែ Zoro បានចូលមកជួយទាន់ពេលវេលាក្នុងពិភពចៅសមុទ្រណាណាក៏ស្គាល់ Zoro ដែរគេល្បីថាគាត់ដើររកស៊ីកម្ចាត់ចៅសមុទ្រដែលគេថា Pirate Hunter ជាទូទៅចៅសមុទ្រពេញកំប៉ុកខ្លាច Zoro ណាតែចំពោះ Baki វិញគាត់គិតថាបើសិនជាគាត់កម្ចាត់ Zoro បានគេឈ្មោះរបស់គាត់កាន់តែល្បីហើយ Baki ក៏លុះទៅវាយប្រហារ Zoro តែត្រូវបាន Zoro កាត់ដាច់ជាកង់ឃើញចឹងហើយកូនចៅរបស់ Baki នៅសល់ធម្មតាទៀតធ្វើឲ្យ Zoro មានការងឿងឆ្ងល់ខ្លាំងណាស់ហើយនៅសងសងស្រាប់តែមានដៃចាក់គាត់ពីក្រោយឃ្លីមកមុខអ្នកដែលចាក់គាត់គឺដៃរបស់ Baki ធ្លាប់ញ៉ាំផ្លែឈើពិសេសម្យ៉ាងដោយ Luffy ដែរដែលគេហៅថា Chop Fruit ផ្លែឈើនោះធ្វើឲ្យ Baki មានសមត្ថភាពពិសេសអាចបំបែកខ្លួនឯងជាកង់ហើយអាចវិជាបានពីចម្ងាយទៀតមានន័យថាដៃរបស់ Zoro មិនអាចធ្វើឲ្យ Baki បានទេដល់ពេលអញ្ចឹងទៅ Zoro វានៅឃើញទៅលើកណ្ដុងកំភ្លើងធំបាយចំក្រុមរបស់ Baki ហើយប្រាប់ឲ្យ Nami ឲ្យទៅឆេះបន្ទាប់មក Zoro បានអូសត្រង់ដែលមាន Luffy នៅក្នុងនោះទៅដល់កន្លែងមានសុវត្ថិភាពមួយនៅទីនោះ Luffy បានឃើញឆ្កែមួយក្បាលដែលអង្គុយឆ្កឹងលើរូបចម្លាក់ហើយនៅពេលដែលគាត់យកដៃទៅលេងវាគាត់ត្រូវបានឆ្កែនោះខាំបន្ទាប់មក Nami បានទៅដល់ទីនោះហើយនាងបានបោះកូនសោបាទ្វារត្រង់ឲ្យ Luffy ផងដែរប៉ុន្តែនៅពេលដែល Luffy លូកដៃយកឆ្កែបានទៅដើមកូនសោនោះលើជពូបាត់រឿងនោះធ្វើ Luffy ខឹងខ្លាំងណាស់ក៏ចាប់ឆ្កែច្បាច់កបង្ខំឲ្យជាក់សោចេញវិញពេលឃើញ Luffy ធ្វើបាបឆ្កែអញ្ចឹងមានអ៊ំចាស់ម្នាក់បានទៅដល់ហើយស្រែកគាត់គឺជាចៅហ្វាយក្រុងនៅក្នុងទីក្រុង Orange Town នឹងគាត់មានចិត្តល្អណាស់ពេលឃើញ Zoro មានរបួសអញ្ចឹងគាត់បានជូន Zoro ទៅសម្រាប់នៅផ្ទះរបស់គាត់បន្ទាប់មកលោកចៅហ្វាយក្រុងបានប្រាប់ថាឆ្កែនោះមានឈ្មោះថាឈូឈូ3ខែមុនម្ចាស់របស់វាបានឈឺស្លាប់បាត់ទៅហើយប៉ុន្តែនៅថ្ងៃចុងក្រោយពេលម្ចាស់វាចេញទៅពេទ្យម្ចាស់វាបានពឹងពាក់វាឲ្យជួយមើលហាងដោយចំណីសត្វរបស់គាត់នៅថ្ងៃនោះគាត់បានឈឺស្លាប់នៅពេទ្យអត់អាចត្រឡប់មកវិញបានទេតែឆ្កែឈូឈូនៅតែអង្គុយការពារហាងជារៀងរាល់ថ្ងៃជាពិសេសគឺនៅក្នុងកំឡុងពេលនេះពេលដែលក្រុមចៅសមុទ្រ Baki កំពុងតែយាយីទីក្រុងនិយាយពីក្រុមរបស់ Baki ពេលនោះស្រាប់តែមានកូនចៅរបស់ Baki ម្នាក់ឈ្មោះ Mochi បានទៅដល់ Mochi មានសមត្ថភាពប្រហាត់សត្វដែលកាយឲ្យស្លូតពេញបានហើ
ហើយដៃគូរបស់គាត់គេសត្វតាដ៏ធំមួយឈ្មោះ Richie ចាប់ផ្ដើមណាតា Richie បានវាយប្រហារទៅលើ Luffy ដែលនៅទៅផ្លូវវាចង់ចូលទៅក្នុងហាងលក់ចំណីសត្វតែឆ្កែឈូឈួរនៅជាប់ពាំងចាំការពារទោះបីជាមានញាតិតូចជាងតោឆ្ងាយឈូឈួរនៅតែចូលទៅខាំជាមួយតោអត់មានរេថយទេប៉ុន្តែទោះបីឆ្កែឈូឈួរក្លាហានប៉ុណ្ណាក៏មិនអាចឈ្នះតោដែរចុងក្រោយមកជាបានដិតហាងលក់ចំណីសត្វរបស់ឆ្កែឈូឈួរនៅថ្ងៃនោះបើសិនជាមើលជីគ្រាន់តែដាច់ឆ្លងកាត់ Luffy មិនខ្វល់ពីគាត់ទេតែដល់ពេលមើលជីដិតហាងដូចចំណីសត្វដែលឆ្កែឈូឈួរចាត់ទុកថាជាកំណត់របស់វា Luffy យល់ពីអារម្មណ៍របស់ឆ្កែឈូឈួរហើយគាត់ត្រូវលុកដៃនៅក្នុងរឿងហ្នឹងចាប់ផ្ដើមណាមើលជីបានបញ្ជាតោរបស់គាត់ឲ្យលោទៅសង្គ្រោះ Luffy តែត្រូវបាន Luffy ប្រើក្បាច់កាំ Hammer ចាប់តោនោះបោកទៅនឹងដីពេលមើលជីដឹងថា Luffy មានថាមពល Flash ពិសេសគាត់ភ័យខ្លាំងណាស់ហើយបានសុំទោសញាប់មួនតែទង្វើរបស់គាត់ Luffy មិនអាចលើកលែងទោសឲ្យបានទេត្រូវតែបដៅចេញបន្តមកក្រុមរបស់ Luffy បានទៅជួប Baki ម្ដងទៀតដើម្បីទៅណាមយកផែនទី Grand Line ហើយនឹងវាយបណ្ដេញ Baki ចេញពីក្រុងនៅពេលនោះលោកអង្គជាវាយក្រុងដូចជាមានអារម្មណ៍ថាឈឺចាប់ជាងគេហើយចង់សម្រុកចូលទៅរក Baki តែកំរោលតែត្រូវបាន Luffy រុញក្បាលទៅបុកអញ្ចឹងឡើងស្លាប់តែប៉ុន្តែ Luffy ធ្វើអញ្ចឹងគឺដើម្បីការពារជីវិតរបស់គាត់ព្រោះបើសិនជាគាត់ចូលទៅវិយុទ្ធគាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបន្តមក Luffy បានស្រែកខ្លាំងៗទៅកាន់ Baki ថាចំបោះធំហើយ Baki ខឹងខ្លាំងណាស់ណាគេហៅគាត់ថាចំបោះធំហ្នឹងពេលនេះអត់ចាំយូរទេ Baki ក៏ព្យាគេបាញ់កំភ្លើងធំទៅកាន់ Luffy តែ Luffy បានប្រែកាយខ្លាចទៅជា balloon យ៉ាងធំមួយធ្វើឲ្យក្រកំភ្លើងធំដែលបាញ់ត្រូវគាត់ឡងត្រឡប់ទៅវិញការផ្ទុះនៅលើកនោះមិនបានសម្លាប់ Baki ទេព្រោះគាត់បានយកកូនចៅគាត់មកធ្វើខែលនៅពេលនោះ Baki ក៏សល់កូនចៅដ៏ស្មោះត្រង់របស់គាត់ម្នាក់ទៀតផងដែរឈ្មោះ Kawaki ម្នាក់ហ្នឹងមើលទៅដូចសាហាវណាស់ហើយក៏ចម្លែកទៀតព្រោះគាត់ជីកង់មួយចូលមកសាយវៀនប្រយុទ្ធដែលសាឃើញ Zoro មានដំបូលនៅពោះ Kawaki បានជួយដល់ការប្រើក្បាច់តរបួសចាស់របស់ Zoro ពីជាងផ្ទុំទួនគ្នាធ្វើឲ្យ Kawaki មានការឈឺចុកចាប់យ៉ាងខ្លាំងប៉ុន្តែប៉ុណ្ណឹងមិនអាចធ្វើឲ្យ Zoro ព្រមចុះចាញ់ទេគាត់នៅតែអាចស៊ូរួចឃ្លាពេលនោះ Nami ខ្លាចអត់នៅចាំមើលទេនាងបានឆ្លៀតដាក់ខ្លួនសិនដើម្បីទៅប្រមូលទ្រព្យសម្បត្តិពី Baki ត្រឡប់មកមើលការប្រយុទ្ធរវាង Zoro និង Kawaki វិញ Zoro អត់ទាន់មានឱកាសបានតដៃទេប៉ុន្តែនៅពេលដែល Kawaki បានចិត្តសម្រុកនៅចង់សម្លាប់គាត់ Zoro ប្រើតែមកក្បាច់ទេអាចកម្ចាត់ Kawaki បានហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាន Zoro ក៏បានដួលស្លាប់ផងដែរពេលនេះនៅសល់តែ Luffy ត្រូវវាយដូចជាមួយនឹង Baki មុនពេលពួកគេប្រយុទ្ធគ្នា Baki បាននិយាយថាឃើញ Luffy ពាក់មួកស្លឹកអញ្ចឹងធ្វើឲ្យគាត់នឹកឃើញដល់ចៅសមុទ្រសត្វក្រហមឈ្មោះ Sen ដែលគាត់ស្អប់បំផុតលេងចឹង Luffy ចាប់អារម្មណ៍ខ្លាំងណាស់ហើយបានសួរ Baki ថាពេលនេះ Sen នៅណាតែ Baki អត់បានឆ្លើយទេក៏ចាប់ផ្ដើមវាយប្រហារទៅលើ Luffy ការវាយលើកនោះ Luffy គេបាននឹងអត់មានបញ្ហាទេហើយនៅពេលដែល Luffy មានឱកាសសុទ្ធទៅវិញ Baki បានដកកប់គេពីកណ្ដាំដៃរបស់ Luffy បាយបន្តទៀត Baki បានធ្វើលហើយមួករបស់ Luffy ធ្វើ Luffy ខឹងខ្លាំងណាស់ព្រោះមួកនោះ Sen ផ្ញើនៅគាត់ហើយគាត់ត្រូវយកទៅប្រគល់ឲ្យ Sen វិញនៅថ្ងៃណាមួយពេលដឹងពីចំណុចខ្សោយរបស់ Luffy Baki បានប្រើដៃហោះទៅទម្លូមួករបស់ Luffy ឲ្យធ្លុះកាន់តែច្រើនកន្លែងទៀតដើម្បីបញ្ជឿចិត្តគាត់ពេលនោះ Luffy ខំត្រង់នៃម៉ានក៏ស្ទុះទៅទាត់ Baki បានមួយជើងក្រាបយើងព្រាមមកអាមាត់ធំពេលនេះ Sen នៅណាបន្តមកទៀត Baki បានឆ្លៀននិយាយប្រវត្តិខ្លះៗរវាងគាត់ហើយនិង Sen ពីមុនពួកគេធ្លាប់នៅលើទូកជាមួយគ្នាហើយតែងតែខ្លួនប្រកែកគ្នាតាមរបៀបមិត្តភក្តិមានថ្ងៃមួយពួកគេបានជួបប្រយុទ្ធជាមួយនឹងចៅសមុទ្រមួយក្រុមទៀតហើយ Baki យកបានផែនទីកំណត់នៅបាតសមុទ្រមួយលាក់ទុកខ្លួនឯងមិនឲ្យគេដឹងទេរយៈពេលក្រោយមកទៀត Sen បានមកប្រាប់គាត់ថាក្រុមរបស់ពួកគេរកឃើញផ្លែឈើពិសេសមួយដែលគេហៅថា Chop Fruit អាផ្លែឈើនោះពិតមែនតែវាផ្ដល់ឲ្យពួកគេនៅសមត្ថភាពពិសេសតែអ្នកដែលបានញ៉ាំផ្លែឈើនោះហើយនឹងអត់ជាហេតុទឹកយកឲ្យទៅក្រុមចៅសមុទ្រអត់មាននរណាហ៊ានញ៉ាំវាទេទោះបីជាយ៉ាងណាតម្លៃរបស់ផ្លែឈើហ្នឹងវាថ្លៃខ្លាំងណាស់អាចលក់បានរហូតដល់ទៅជាង100លាន belly ដែរប្រហែលថ្ងៃក្រោយមកទៀត Baki បានឆ្លៀតប្រើល្បិចទៅយកផ្លែឈើពិសេសនោះមកទុកខ្លួនឯងគាត់ចង់លក់វាយកលុយដើម្បីធ្វើជាដើមទុនទៅរកកំណត់នៅបាតសមុទ្រតាមផែនទីរបស់គាត់ប៉ុន្តែចៃដន្យនៅយប់នោះ Sen បានទាន់ហើយគាត់អត់ដឹងថាលាក់ទុកនឹងនរណាក៏ដាក់ចូលទៅក្នុងមួនហើយបន្តមកទៀត Sen បានបញ្ញាក់គាត់ដោយអចេតនាធ្វើឲ្យគាត់ច្រឡំលេបចូលទៅក្នុងពោះការដែលសោយជានោះទៀតគឺផែនទីកំណត់របស់គាត់បានធ្លាក់ចូលទៅក្នុងទឹកហើយគាត់ក៏បានលោតទៅតាមគ្រាន់តែបានចូលទៅដល់ក្នុងទឹកភ្លាម Baki គាំងឆ្កឹងកំរើកមិនរួចថ្ងៃនោះគាត់បាន Sen ជួយ Baki នោះទឹកស្លាប់បាត់ហើយប៉ុន្តែចាប់ពីថ្ងៃនោះមក Baki មិនបានអរគុណ Sen ឡើយនិងបន្ទោសគាត់ថា Sen នឹងធ្វើឲ្យគាត់បាត់បង់របស់របរគ្រប់យ៉ាងនិយាយដល់ត្រឹមនេះ Baki ក៏បានផ្នែកខ្លួនពាក់កណ្ដាលហោះទៅខាងលើដើម្បីប្រើ Super ចាត់ការ Luffy តែចៃដន្យគាត់បានឃើញ Nami ដែលបានលួចទ្រព្យសម្បត្តិរបស់គាត់ក៏ហោះដេញតាមពេលតាំងជាតនហើយស្រាប់តែគេព្រោះ Luffy បានទាត់ខ្លួនគាត់មកកណាត់ខំចង់ប្រឡោះជើងបន្ទាប់មក Luffy បានប្រាប់ Nami ឲ្យទម្លាក់ទ្រព្យសម្បត្តិចុះហើយឆាប់រត់ទៅបើមិនចង់មានគ្រោះថ្នាក់ប៉ុន្តែ Nami អត់ព្រមទេនាងថាទ្រព្យសម្បត្តិហ្នឹងជារបស់នាងហើយពេលលេងចឹង Baki ក៏បានស្ដីឲ្យនាងថាអត់មានម៉ែឪបដៅទេលួចរបស់គេហើយថារបស់ខ្លួនឯងតែ Nami បានបកវិញថាអញ្ចឹងទ្រព្យសម្បត្តិហ្នឹងក៏មិនមែនជារបស់ Baki ដែរព្រោះ Baki លួចប្លន់ពីគេដូចតែគ្នាហ្នឹងបន្ទាប់មក Baki ខឹងខ្លាំងណាស់ក៏បំបីខ្លួនជាច្រើនកំណាត់តែងតាំងដណ្ដើមទ្រព្យសម្បត្តិពី Nami នៅពេលនោះ Baki មាននឹងចាក់សម្លាប់ Nami ទៅហើយតែជាបាន Luffy ចូលទៅជួយទាន់នៅពេលដែលពួកគេគិតថាចាត់ការ Baki បានហើយស្រាប់តែ Baki ងើបឡើងមកវិញហើយគម្រាមថានឹងប្រើក្បាច់ចុងក្រោយដើម្បីចាត់ការពួកគេនៅពេលនោះ Baki បានប្រើក្បាច់ប្រមូលខ្លួនចូលគ្នាតែបែរជាខ្លាយទៅជាមនុស្សទឿទៅវិញព្រោះរាងកាយរបស់គាត់មានផ្នែកខ្លះត្រូវបាន Nami ចាប់ចងទុកជាកិច្ចបង្ហាញ Luffy បានប្រើក្បាច់ Gam Bazooka យាយដៃទាំងពីរទៅក្រៅយ៉ាងវែងហើយវាយបញ្ជូន Baki ផ្លោងទៅយ៉ាងឆ្ងាយដែលកតុយភ្នែក
បន្ទាប់ពីចាប់រឿងរ៉ាវហើយ Luffy បានរើសមួករហ័យរបស់គាត់យកមកពាក់វិញហើយ Nami បានប្រាប់ថាពេលទៅនេះចាំនាងជួយ DI វិញបន្ទាប់មក Nami បានបកគោផាទី Grand Line ឲ្យទៅ Luffy ចំណែកនាងបានយកទ្រព្យសម្បត្តិទាំងអស់ដែលគិតជាលុយប្រហែលជា10លាន belly ដែរហើយចាប់តាំងពីពេលនោះមក Nami សុខចិត្តចូលក្រុមជាមួយ Luffy បន្ទាប់មកមានប្រជាជនជាច្រើនបានប្រមូលគ្នាទៅកាន់ទីនោះដើម្បីចាត់ការក្រុមចោរសមុទ្រចេញពេលទៅដល់ពួកគេបានឃើញ White Crown ស្លាប់នៅទីនោះហើយនាំគ្នាគិតថាប្រហែលជាក្រុមចោរសមុទ្របាយគាត់ហើយពេលនោះ Luffy បាននិយាយត្រង់ផ្លឹងថាគាត់ជាអ្នកវាយហើយគាត់ពិតជាចោរសមុទ្រដែរញីអាល្ងើមិនក៏ប្រាប់គេតាមត្រង់ចានៅពេលនោះប្រជាជនមកគេខឹងខ្លាំងណាស់ហើយក៏ដេញតាមពួកគេហើយនៅតាមផ្លូវពួកគេក៏បានឃើញឆ្កែឈូឈូផងដែរដែលពេលនោះឆ្កែឈូឈូបានជួយស្ទាក់ផ្លូវប្រជាជនមិនឲ្យដេញតាមពួកគេទេបន្ទាប់មកទៀតច្បាយក្រុមបាននឹងខ្លួនហើយនៅពេលដែលស៊ូនាំដឹងថាក្រុមរបស់ Luffy នៅរស់គាត់ក៏បានរត់ទៅតាមពួកគេនៅកំពង់ផែដើម្បីអរគុណពួកគេដែលជួយសង្គ្រោះជីវិតរបស់គាត់ហើយនៅពេលនោះផងដែរ Luffy ក៏បានទុកទ្រព្យសម្បត្តិមកថងឲ្យទៅច្បាយក្រុមដើម្បីកសាងទីក្រុងឡើងវិញដល់ពេលទូកេកបានឆ្ងាយហើយទើប Nami ចាប់អារម្មណ៍ថាបាត់ទ្រព្យសម្បត្តិរបស់នាងមកថងធ្វើនាងខឹងខ្លាំងណាស់ចង់តែសម្លាប់ Luffy ចោលទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំ